ធ្លាប់ត្រូវបានគេសរសើរថាជាខ្លាដែលកំពុងតែដុះចង្កូមនៅអាស៊ីឥឡូវនេះប្រទេសថៃកំពុងតែត្រូវបានអ្នកសេដ្ឋកិច្ចនៅក្នុងស្រុកពិពណ៌នាថាជាអ្នកជំងឺនៃអាស៊ានវិញអ្នកជំងឺនៃអាស៊ានឬក៏ Segment of ASEAN ជាគ្រាមភាសារបស់អឺរ៉ុបនៅសតវត្សទី19ដែលប្រើសម្រាប់ប្រទេសដែលមានកំណើនសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះទាបជាងគេជាងឯងយោងតាមទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រាប់ខែតុលាឆ្នាំ2025ប្រទេសថៃត្រូវបានគេព្យាករណ៍ថានឹងមានកំណើនផលិតផលក្នុងស្រុកសរុបទាបជាងគេបំផុតនៅក្នុងចំណោមប្រទេសនៅអាស៊ីនៅក្នុងឆ្នាំ2026សេដ្ឋកិច្ចថៃរំពឹងកើនឡើងត្រឹមតែ1.6%ប៉ុណ្ណោះដែលទាបជាងគេបំផុតបន្ទាប់ពីប្រទេសជប៉ុនមិនតែប៉ុណ្ណោះនៅឆ្នាំ2030ប្រទេសថៃអាចរបូតពីចំណាត់ថ្នាក់ជាប្រទេសសេដ្ឋកិច្ចធំទី3របស់តំបន់នេះធ្លាក់ទៅដល់ទី5ដោយនៅតោងពីក្រោយប្រទេសវៀតណាមនិងម៉ាឡេស៊ីលោកឆាត់ឆៃផារ៉ាស៊ុកអ្នកវិភាគសេដ្ឋកិច្ចជនជាតិថៃបាននិយាយថាសេដ្ឋកិច្ចរបស់ថៃពេលនេះប្រមូលផ្ដុំដោយរោគសញ្ញានៃជំងឺរួមបញ្ចូលទាំងកំណើនទាបការនាំចេញនិងអំណាចទិញធ្លាក់ចុះទេសចរដាំក្បាលបំណុលកើនខ្ពស់លទ្ធភាពប្រកួតប្រជែងខ្សោយនិងប្រព័ន្ធធនាគារផុយស្រួយនេះបើយោងទៅតាមកាសែតបាងកកប៉ុស្តិ៍បំណុលគ្រួសារបានកើនឡើងដល់ 88% នៃផលិតផលក្នុងស្រុកសរុបជាប់ចំណាត់ថ្នាក់ទី7ជាប្រទេសដែលមានប្រជាជនជំពាក់បំណុលច្រើនបំផុតនៅក្នុងលោកបើទោះបីជាធនាគារថៃអះអាងថាប្រាក់កម្ចីមិនដំណើរការមានត្រឹមតែ 2.8% ក៏ដោយអ្នកសេដ្ឋកិច្ចប៉ាន់ប្រមាណថាតួលេខពិតប្រាកដអាចលើសពី 20% ដោយព្រមានថាប្រព័ន្ធធនាគារថៃអាចដួលរលំប្រសិនបើមិនរៀបចំប្រព័ន្ធឥណទានឡើងវិញទេដំណើរគ្នានោះការផ្ដល់ប្រាក់កម្ចីបានធ្លាក់ចុះអស់រយៈពេល15ខែជាប់គ្នារួចទៅហើយដែលជាសញ្ញានៃការខ្វិនសេដ្ឋកិច្ចអ្នកសេដ្ឋកិច្ចថៃនិយាយទៀតថាការងើបឡើងវិញនឹងត្រូវការព្យាបាលដ៏ឈឺចាប់និងស្មុគស្មាញដោយតម្រូវឲ្យធ្វើកំណែទម្រង់ខ្លាំងក្លាលើគ្រប់វិស័យនិងធ្វើឲ្យបានឆាប់រហ័សបំផុតក្រមសេដ្ឋវិទូនៅក្នុងស្រុកថៃជំរុញឲ្យរដ្ឋាភិបាលថៃពង្រឹងប្រព័ន្ធអប់រំនិងកែប្រែមូលដ្ឋានឧស្សាហកម្មដើម្បីឆ្ពោះទៅរកផលិតកម្មដែលជំរុញដោយ STEM និងមានតម្លៃខ្ពស់ប្រសិនបើថៃមិនចង់ពិការសេដ្ឋកិច្ចទាំងស្រុងខ្ញុំរស់សុធាពី News Today NTTVសិក្សានៅសាកលវិទ្យាល័យឯកទេសនៅកម្ពុជា CUS មានឱកាសទៅសិក្សាបន្តជាមួយសាកលវិទ្យាល័យដៃគូបរទេសសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់និងបទពិសោធន៍ជាច្រើនឆ្នាំមានសម្ភារៈសិក្សាទំនើបមានដៃគូក្នុងស្រុកនិងក្រៅស្រុកជាជាង500